បាទជម្រាបសួរពុកម៉ែបងប្អូនដែលរស់នៅក្នុងប្រទេសជប៉ុនអស់គ្នាផងដែរបាទហើយថ្ងៃនេះគឺជាលើកដំបូងដែលខ្ញុំបានសួរនាំបងប្អូនខ្មែរយើងដើម្បីបង្កើតកម្មវិធីផ្លាស់ប្ដូរវប្បធម៌ផ្លាស់ប្ដូរព័ត៌មានផ្លាស់ប្ដូរការរៀនសូត្រគ្នាទៅវិញទៅមកជាមួយនឹងនិស្សិតជប៉ុនហើយនឹងវត្តខ្មែរសាមគ្គីអញ្ចឹងបាទអញ្ចឹងក៏មាននិស្សិតជប៉ុនមកក្រុមដែលគាត់មកផ្លាស់ប្ដូរវប្បធម៌ជាមួយនឹងខ្មែរហើយបានមកស្គាល់ពីវប្បធម៌ខ្មែរប្រពៃណីខ្មែរទំនៀមទម្លាប់ខ្មែរអីច្រើនអញ្ចឹងបាទអញ្ចឹងដូចក្នុងវីដេអូនេះអញ្ចឹងបាទអញ្ចឹងឲ្យគាត់ភ្លក់កាទៀវខ្មែរមីស៊ុបអីចឹងបាទហើយគាត់ក៏បានភ្លក់អ្នកម្ចាស់ឆ្ងាញ់ទាំងអស់គ្នាអញ្ចឹងទៅហើយបន្ទាប់មកក៏យើងរៀបចំកម្មវិធីបន្តទៀតដើម្បីឲ្យគាត់ស្គាល់ពីខ្មែរបានច្រើនទៀតអញ្ចឹងបាទបន្ទាប់ពីស៊ុបនឹងហើយក៏យើងមានជាសាច់អាំងសាច់ប្រឡាក់គ្រឿងសាច់ចកាសាច់អីបែបខ្មែរយើងអញ្ចឹងបាទអញ្ចឹងគ្រឿងក្រៅអីយើងលាបយើងដាក់យើងបញ្ចូលរបៀបខ្មែរយើងអញ្ចឹងបាទអញ្ចឹងឲ្យគាត់ស្គាល់សាច់និងស្គាល់របស់ឆ្ងាញ់របស់ខ្មែរយើងអញ្ចឹងបាទយើងទោះបីហត់នឿយប្រើកម្លាំងប្រើការដោតចំណាយពេលឯមែនក៏ប៉ុន្តែយើងដើម្បីគេស្គាល់ពីមុខម្ហូបខ្មែរយើងពីចំណុចពិសេសពីអីចឹងបាទអញ្ចឹងក៏គាត់បានជួយចូលរួមអាំងសាច់អាំងអីផងខ្មែរយើងអីចឹងទៅហើយក៏បានលក់ឆ្ងាញ់ទាំងអស់គ្នាហើយញ៉ាំច្រើនទាំងអស់គ្នាដែរអញ្ចឹងបាទនៅទីតាំងវត្តខ្មែរសាមគ្គីយើងហ្នឹងអញ្ចឹងមានបងប្អូនចូលរួមច្រើនគួរសមអញ្ចឹងបាទទាំងខ្មែរទាំងពុទ្ធបរិស័ទទាំងគណៈកម្មការវត្តទាំងនិស្សិតជប៉ុនមកក្រុមអីចឹងបាទហើយបន្ទាប់ពីយើងដាក់សាច់អាំងដាក់អីមកវិញហើយយើងបន្តទៀតមកយើងមករៀនពីព្រះសង្ឃរៀនពីលោកអាចារ្យរៀនពីរៀមច្បងព្រះធិចារ្យមកបញ្យលណែនាំពីផ្លូវធម៌ផ្លូវបាបបុណ្យនិងផ្លូវវប្បធម៌និងអីច្រើនទៀតចឹងបាទតាក់ទងនឹងប្រពៃណីខ្មែរយើងតាក់ទងនឹងការធ្វើបុណ្យតាក់ទងនឹងការរៀបរៀងអីផងខ្មែរយើងចឹងបាទដើម្បីឲ្យមានការផ្លាស់ប្ដូរគ្នាទៅវិញទៅមកហើយនឹងបានរៀនយល់ពីពិភពលោកបន្ថែមទៀតចឹងបាទតទៅពីនឹងមកយើងមកមើលការរួមអីចឹងបាទដែលអ្នកគ្រូគាត់ខំប្រហាត់រៀនហើយបង្ហាញឲ្យក្រុមនិស្សិតបានឃើញចឹងបាទហើយបន្ទាប់មកយើងមានវគ្គរៀនភាសាជប៉ុនស្ម័គ្រចិត្តដែលក្រុមនិស្សិតគាត់អាចស្ម័គ្រចិត្តជួយបរៀនភាសាជប៉ុនដល់កូនខ្មែរយើងដែលកើតនៅក្នុងទីជប៉ុនហើយនឹងបងប្អូនខ្មែរយើងផ្សេងទៀតដែលនៅចិត្តនឹងជាសិក្ខាកាមពលករឬក៏មកធ្វើការក្នុងទីជប៉ុនហ្នឹងបាទអាចមករៀនបានអញ្ចឹងបាទនៅវត្តខ្មែរសាមគ្គីយើងហ្នឹងមានបន្ទប់សម្រាប់រៀនភាសាជប៉ុនហើយនឹងក៏មានរៀនតាមអនឡាញតាមអីដែរអញ្ចឹងបាទដែលបងប្អូនយើងអាចចុះឈ្មោះបានរៀនអត់អស់លុយកាត់ថ្លៃស្លាយទេបាទអញ្ចឹងបងប្អូនយើងអាចមានឱកាសរៀនភាសាជប៉ុនជាមួយនិស្សិតជប៉ុនជាមួយនឹងគ្រូស្ម័គ្រចិត្តអីជប៉ុនផ្សេងទៀតច្រើនទៀតអញ្ចឹងបាទយើងកុំភ្លេចមកចុះឈ្មោះរៀនអស់គ្នាហើយក្នុងកម្មវិធីហ្នឹងបាទក៏មានកូនឆ្កែមានអីផ្សេងចាំនឹងទៀតអញ្ចឹងបាទមានកូនមន់មានអីបាទវត្តខ្មែរសាមគ្គីយើងក៏មានសត្វចិញ្ចឹមដែរបាទមិនលំឯបាទដើម្បីតែក្មេងតូនក៏គ្នាចង់លេងកូនមន់ដែរហើយបន្ទាប់ពីនឹងទៀតមកបាទក្រុមគាត់បញ្ចេញស្នាដៃធ្វើយ៉ាគីសូបាធ្វើមីឆាដើម្បីឲ្យគ្នាខ្មែរយើងឲ្យពុទ្ធបរិស័ទឲ្យចំណោះជើងគាត់ឲ្យអ៊ំពូមីងឲ្យបងប្អូនគ្នាយើងបានភ្លក់ស្នាដៃមីឆារបស់គាត់វិញស្ទាយជប៉ុនវិញអញ្ចឹងបាទអញ្ចឹងគាត់មើលតែផ្ទះគាត់ក៏ធំដែរបាទអញ្ចឹងមើលទៅដឹងថាតំណងមកហើយលេងឈុតធំអញ្ចឹងហើយបាទអញ្ចឹងមិនត្រឹមតែគាត់បានផ្លាស់ប្ដូរវប្បធម៌ទៅវិញទៅមកទេបាទគាត់